ជាធម្មសូមមាសការគុំចាស់គ្រប់អង្គនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាឥឡូវនេះក៏ឮដំណឹងមាញ់ហ្នឹងញាតិញោមឮភ្លាមមកភ្លាមក៏តែម្ដងដោយក្រុមគ្រួសារវរៈកងទ័ពរបស់យើងនៅឈរជើងខាងប្រាសាទតាមន់ក៏ប្រាសាទតាមន់ហើយនេះឥឡូវនេះគឺកំពុងតែមានទុកដោយមានក្រុមចោរនោះមកក្រុមនោះមកឆ្លៀតលួចម៉ូតូដល់ក្រុមគ្រួសាររបស់បងវរៈកងទ័ពផាន់យើងទៀតយ៉ាងហើយថ្ងៃនេះអាត្មាបានដឹកនាំយកទៅយទានមានក៏200គីឡូមានភេសជ្ជៈ2កេសទឹកសុទ្ធ2កេសនិងមី1កេសនិងប្រឡងមួយមានទឹកត្រីទឹកស៊ីអ៊ីវហើយនៅក្នុងនោះក៏សូមអរគុណដល់បងមេភូមិសន្តិភាពញឹមបិណ្ឌបានចូលរួមជួយដល់វរៈកងទ័ព 100000 រៀលរួមទាំងបងតឡាយនិងបងសុផាន់បានចូលរួមក៏ 100000 រៀលដែរអាត្មាបានចូលរួមក៏ 2000000 រៀលដែរសរុប 4000000 រៀលហើយនៅក្នុងវីដេអូនេះញាតិញោមមើលសភាពផ្ទះញាតិញោមមកនេះការពារជាតិមាតុភូមិផាន់យើងក៏បូជាឈាមស្រស់សាច់ស្រស់ដើម្បីការពារជាតិការពារទឹកដីរបស់យើងមកឆ្លៀតពេលវេលាមកលេងផ្ទះហើយឥឡូវមកជួបទុកទៀតត្រូវទៅថ្ងៃនេះញាតិញោមក៏ត្រូវទៅថ្ងៃនេះឥឡូវនេះអត់បានទៅទេគឺចាំថ្ងៃស្អែកបានទៅណាបងណាហ្នឹងហើយយ៉ាងក៏សូមចូលរួមសោកស្ដាយដល់បងផងណាបងណាហ្នឹងហើយជូនពរសុខសប្បាយទៅវិញនឹងការពារជាតិមាតុភូមិផងយើងឲ្យបានឈ្នះអស់មានសត្រូវក៏ទៀតហ្នឹងអរគុណមេភូមិមានអីពីនាមតិចទេតែអត់មានអ្នកណាចង់ជួយអីក្នុងនាមខ្ញុំមេភូមិសន្តិភាពមើលឃើញថាគាត់ជាវរៈកងទ័ពជួមុខបានមកលេងផ្ទះឥឡូវទទួលនឹងជួបទុកជួបនឹងចោលឆោបោកយកម៉ូតូគាត់បងរស់ទៅបងបាន4ខែទៅបាន4ខែទេឥឡូវហ្នឹងបាត់ម៉ូតូទៅគាត់គ្រួសារគាត់ហ្នឹងសង្ឃឹមលើម៉ូតូហ្នឹងទៅធ្វើការដើម្បីយកប្រាក់ខែមកចិញ្ចឹមកូនមើលដូចអស់លោកបានឃើញស្ដាប់ហើយណាកូនមានតូចមានធំហើយផ្ទះមិនដឹងនាំគ្នាច្រកណានៅតាណាម៉ែណាកូនណាទេជួបគ្នាអញ្ចឹងសូមពីនេះដល់សប្បុរសជនទាំងអស់បើបានឃើញណាសូមមេត្តាជួយក្នុងក្រៅទេមេត្តាជួយគាត់បាត់ម៉ូតូហ្នឹងគាត់មិនដឹងសង្ឃឹមអីទេសូមមេត្តាជួយអស់គ្នាហើយអ្នកដែលមានតាវិការទៅថាអនឡាញឲ្យល្បីហ្នឹងសូមជួយបានម៉ូតូឲ្យគាត់មួយដើម្បីកូនគាត់ចិញ្ចឹមប្រពន្ធគាត់ធ្វើការចិញ្ចឹមកូនចិញ្ចឹមចៅណាមើលឃើញចាក់ឡើងខ្ញុំអត់មានពីអីសូមពីនីវដល់សប្បុរសជនជួយឲ្យគាត់បានម៉ូតូជិះវិញហើយអាបងនោះហ្នឹងនៅតែបងគេអញ្ចឹងអត់មានខានទេខ្ញុំសួរមិញហុំរុនធានា10រនហ្នឹងស្មានតែរួចខ្លួនតាមពិតគេធានាតាអូណាចរាចរណ៍ទេបាត់បងគេអត់ទេអញ្ចឹងម៉ូតូក៏បាត់លុយនៅតែបងឲ្យគេដដែលអញ្ចឹងបាទសូមអរគុណជួយផងសូមជួយផងបាទហ្នឹងអញ្ចឹងជំរាបផងដល់ញាតិញោមទាំងអស់គ្នាអរគុណដល់បងមេភូមិឥឡូវនេះញាតិញោមមកឃើញវរៈកងទ័ពមកជួយបានច្រើនតែគាត់ឥឡូវនេះមកជួបផ្ទាល់យ៉ាងញាតិញោមមកមើលសភាពផ្ទះក៏ពិបាកណាស់ហើយឥឡូវគាត់ខំប្រឹងការពារជាតិមាតុភូមិឥឡូវញោមមេភូមិមានប្រសាសន៍មកអញ្ចឹងញាតិញោមជួយចូលរួមរកបានម៉ូតូមួយគ្រឿងសម្រាប់ក្នុងការធ្វើដំណើរក៏យើងបានបច្ច័យមួយចំនួនហ្នឹងចាត់ចែងអង្គការផងបងអង្គការមិនយកម៉ូតូហ្នឹងបងធម្មតាក៏បងធម្មតាអញ្ចឹងទៅម៉ូតូបាត់ហើយឥឡូវនេះអញ្ចឹងមានតែទាំងលើញាតិញោមទាំងក្នុងនិងក្រៅប្រទេសជួយចូលរួមបងម្នាក់បងបន្តិចមកញាតិញោមបើធ្វើម៉េចបើត្រូវជួបទុកអញ្ចឹងហើយគាត់នេះការពារមិនមែនយើងនៅខាងក្រៅនេះយើងអាចសម្រានលក់ស្រួលគេងស្រួលដោយគ្មានការផិតភ័យតែបងនៅខាងជួមុខនេះបងកងទ័ពផងយើងនេះគឺការពារជាតិមាតុភូមិផងយើងនេះក៏អត់មានសង្កត់គ្មានមុងផងញាតិញោមនៅក្នុងលានដ្ឋានពិបាកណាស់ចឹងហើយសូមពីវនាវដល់ញាតិញោមទាំងអស់គ្នាកណាកូនចាស់គ្រប់អង្គចង់ចូលរួមចង់ជួយអីអាចមកផ្ទាល់អីមកបានសិននៅភូមិសន្តិភាពភូមិតាំងក្រួយស្រុកសំរោងតងខេត្តកំពង់ស្ពឺហើយនឹងតាក់ទងមកតាមរយៈFacebook អាត្មានេះផ្ទាល់ក៏បានដែរញាតិញោមណាហ្នឹងហើយចឹងជំរាបពរលាសង្ឃឹមយ៉ាងមុតមមថាញាតិញោមនឹងជួយចូលរួមដល់វរៈកងទ័ពក្រុងគ្រួសារវរៈកងទ័ពយើងទាំងអស់គ្នាផងប៉ុណ្ណាក៏វរៈកងទ័ពគឺមុខសូមថ្លែងអរគុណដល់ចៅតកាវត្តទឹកល្អដែលបានជួយឧបត្ថម្ភជាថវិកានឹងរឿងឧបករណ៍បរិភោគនិងលោកពូមេភូមិលោកពូវិនដែលបានគាត់ខំខ្លះខ្នែងដើម្បីទាំងខ្លួនដើម្បីជួយដល់ខ្ញុំបាទដែលមានជីវភាពខ្វះខាតសូមគឹងព្រោះដល់ព្រះអង្គនិងលោកពូក៏បានមានសុខភាពល្អអាយុយឺនយូរជា
ជាបឋមសូមនមស្ការគុំចាស់គ្រប់អង្គសូមចម្រើនពរញោមញាតជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាបងថ្ងៃនេះមកនិមន្តមកជួយដល់វរៈកងទ័ពព្រមសាកម្ដងទៀតហើយក៏ថ្ងៃនេះគឺមកបានសម្រេចបំណងយ៉ាងម៉េចបានសម្រេចបំណងត្រង់តោដោយសារតែបងវរៈកងទ័ពព្រមផងយើងក៏បានបាត់ម៉ូតូញាតិញោមចោលលួចនោះវីដេអូមុនផ្ទុះញាតិញោមក៏ផ្ទុះគេមើល share ច្រើនហើយចឹងទៅឥឡូវនេះអាត្មាបានសម្រេចបំណងហើយគឺម៉ូតូនេះមិនថ្មីទេញាតិញោមមិនថ្មីពេកហើយក៏មិនចាស់ពេកដែរល្មមហើយម៉ូតូនេះក៏ជាពិសេសគឺម៉ូតូនេះគឺបានមកពីញោមមេឃុំទៀតក៏មេឃុំតាំងក្រោយគាត់បើលោកឲ្យអាត្មាមកអាត្មាក៏យកមកកែកុនថ្មីទៅវាបានស្អាតក៏បានល្អទៀតហើយក្នុងនោះញាតិញោមដែលបានចូលរួមតាមរយៈអាត្មាហើយនឹងញាតិញោមចូលរួមតាមរយៈអាត្មាហើយនឹងបច្ច័យអាត្មាហ្នឹងគឺបច្ច័យបាន$150ហើយនៅក្នុងនោះញោមជំទាវរួមទាំងញាតិមិត្តញោមជំទាវគុណហៀងរួមទាំងញាតិមិត្តបានចូលរួម$300និងញោមមេឃុំតាំងក្រូចក៏របស់យើងនេះបានចូលរួម$100និងញោមមេភូមិក៏ខាងនេះញោមមេភូមិវិនសន្តិភាពបានចូលរួម$50នេះយើងអត់គិតពីមុនទេយើងគិតតែលុយម៉ូតូទេញាតិញោមហើយនឹងញោមលីអៀងផេងក៏$50ហើយនឹងញោមឆាងចាប$30និងលោកញោមចនសុធា$20និងញោមសុនម៉ាលីក៏$30ហើយជំរាបញាតិញោមថាបច្ច័យដែលអាត្មារៀបនាមនេះគឺបច្ច័យមានញាតិញោមចូល$5 $10តែអត់បានរៀបនាមពនាមទេសរុប$150នឹងតែម្ដងរួមទាំងបច្ច័យអាត្មាហើយនៅក្នុងនេះបច្ច័យម៉ូតូនេះគឺតែ$50 $650បច្ច័យយើងបាន$700យ៉ាងនៅសល់$50យើងកែកុនឲ្យវារៀងថ្មីនេះអស់$93អញ្ចឹងយើងនៅសល់$50អញ្ចឹងអាត្មាបន្ថែមទៀតថែម$43ទៀតអញ្ចឹងបច្ច័យដែលសល់នោះអត់បានជូនបងទេគឺធ្វើម៉ូតូនឹងឯងណាអញ្ចឹងបច្ច័យដែលនៅសល់$700ហ្នឹង$700នៅសល់$50អាត្មាថែម$43ពីលើទៀតអញ្ចឹងដើម្បីធ្វើម៉ូតូហ្នឹងអញ្ចឹងខ្ញុំក៏អញ្ចឹងឲ្យដឹងឮទាំងអស់គ្នាហើយក៏អរគុណណាស់ដល់ញោមម្ចាស់សភាក៏ទាំងអស់គ្នាដែលបានជួយដល់វរៈកងទ័ពនៅខាងកភ្លើងធំខាងតំមន់ចឹងក៏ខាងតំមន់ចឹងសង្ឃឹមថាញាតិញោមដែលចង់ចូលរួមជួយចាំអាត្មាដាក់ Telegram ញោមកងធនាគាររបស់ញោមនៅខាងក្រោមនឹងទៀតចឹងញាតិញោមណាចង់ជួយឲ្យមើលសភាពក៏ផ្ទះរបស់គាត់គឺមានថាមានការត្រួតត្រោមហើយញាតិញោមយ៉ាងបើសិនជាមានញាតិញោមអ្នកមុខអ្នកការអីចង់ជួយដល់វរៈកងទ័ពយើងឲ្យបានផ្ទះរៀងល្អជាងនេះបន្តិចក៏អាចជួយចូលរួមបានក៏សូមជូនពរជូនជ័យដល់ញោមម្ចាស់ទាំងអស់គ្នាបានសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់កាលគ្រប់វេលាអនុមោទនាមួយថែរក្សាម៉ូតូបានអចូលនេះគុណគាត់ទេជាកោបានជួយតាំងកទាំងមីក្រូចគឺសូមជូនពរសុខភាពអស់នេះណាក្នុងនាមខ្ញុំមេភូមិសន្តិភាពក៏សូមថ្លែងអំណរគុណដល់ចៅតាវត្តទាំងអស់ដែលព្រះអង្គបានគៀងគោជំនួយហើយក៏សូមអរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានជួយតាមរយៈអង្គធ្វើឲ្យការបានទិញម៉ូតូជូនវរៈកងទ័ពយើងនេះសូមថ្លែងអំណរគុណទាំងអស់ឲ្យបានមានសេចក្តីសុខបាទសូមអរគុណបាទបាទសូមថ្លែងអំណរគុណដល់តាមចៅតាវត្តទាំងអស់និងតាំងក្រូចឲ្យនឹងលោកពូវិននៅភូមិសន្តិភាពនិងក្រុមគ្រួសារគាត់ដែលបានខំជួយផ្សព្វផ្សាយរកជំនួយនិងសប្បុរសជនជួយឧបត្ថម្ភដើម្បីខ្ញុំបានមានម៉ូតូជាមធ្យោបាយជួនមក
អរគុណទីទៅធ្វើការសូមថ្លែងអំណរគុណខ្លាំងបាទ มันก็ยินยอมพอประสัยแบบนี้คือยินมันช่วยเราแบกกองทัพจบใจยินยอมมาไประยะไปใจหลานคือเราแบกกองทัพมาต้องมาที่ยอมอันนี้ประพรมเอาโยมติ๊กยืนบ้านสกมันสบายไทยโยมจักเตียนออกเรียริกรีสบายเชิญปลาออกเรียนโยมมาแค่ไหนไปใจบ้านเราสอบปรามริมสั่งสอบปรามมองการไอ้ตัวมาได้เดี๋ยวเขาคนนั่งจะมันพ่อหยุดโยมพอสอบปราม